មានរឿងអីវឹកវរហ្នឹងហ៊ានណាស់មកធ្វើបាបម៉ាក់ខ្ញុំនឹងដាក់ទោសឯងម៉ាក់ពាក់ម៉ាស់ទៅនាងមើលទៅគួរឲ្យចង់សើចណាស់លីខាសពួកគេកំពុងរំខានដល់ការសម្រាករបស់លោកលេងជាន់ខ្ពស់ប្រាប់សន្តិសុខឲ្យដេញពួកគេចេញទៅមិនពិតទេគឺម៉ាក់ដែលបានសុំឲ្យនាយកព្យាបាលខ្ញុំតែឯងជាមនុស្សអាក្រក់ដែលមករារាំងអាឆ្កែស្ងាត់ទៅកុំពន្យាពេលការព្យាបាលទៀតអីលោកយាវជួយពិនិត្យគាត់មើលបាទមកតាមខ្ញុំអរគុណ Olivia Smith ហេតុអ្វីនាងនៅទីនេះ Lucas ខ្ញុំรู้ថាលោកប៉ារបស់ឯងឈឺខ្ញុំមកសួរសុខទុក្ខគាត់មិនបាច់ទេប៉ាខ្ញុំត្រូវការសម្រាប់នាងគួរតែចាក់ចេញទៅយកបាទកុំឲ្យកញ្ញា Smith ចូលឡើយទទួលការណែនាំ Lucas យកផ្លែឈើរបស់នាងទៅហើយចាក់ចេញទៅហេប៉ាយើងចិត្តនឹងកាត់ក្តីហើយក្រៅពីនេះឈ្មោះចៅប្រុសខ្ញុំគឺ Thomas Gray តើឯងបានរកឃើញអ្វីទៀតប៉ាខ្ញុំយល់ហើយស្ងប់ចិត្តសិនទៅតើឲ្យខ្ញុំស្ងប់ចិត្តយ៉ាងម៉េចទៅខ្ញុំចង់បានចៅប្រុសរបស់ខ្ញុំចង់បានចៅប្រុសរបស់ខ្ញុំចង់បានចៅប្រុសរបស់ខ្ញុំប៉ាកុំធ្វើឲ្យខ្លួនឯងខឹងអី Thomas Grayគាត់អាចត្រឡប់ទៅរស់នៅធម្មតាវិញបានយ៉ាងងាយស្រួលគាត់គ្រាន់តែត្រូវការការស្ដារនីតិសម្បទាជាប្រចាំប៉ុណ្ណោះនាងអាចបង់ប្រាក់បាន67502លោកយាវខ្ញុំមិនទាន់មានលុយច្រើនបែបនេះទេឥឡូវនេះតើលោកអាចទុកពេលឲ្យខ្ញុំ2-3ថ្ងៃទៀតបានទេមិនអីទេខ្ញុំយល់ព្រមព្រោះតែលោកលេនប៉ុន្តែឯងត្រូវធ្វើវាឲ្យបានលឿនអរគុណលោកខ្លាំងណាស់លោកពិតជាមានចិត្តធម៌មែនតើនោះជាកញ្ញា Gray មែនទេតើនាងមិនត្រូវឈប់សម្រាប់ដើម្បីមើលថែកូនប្រុសរបស់នាងទេហេតុអ្វីនាងធ្វើបែបនេះ Liam បាទធ្វើរឿងមួយឲ្យខ្ញុំទទួលការណែនាំហេនេះថ្លៃប៉ុន្មានអូប៉េងប៉ោងមួយ$10 $10បើឯងយកពីរគឺ$15តើឯងមើលស្រាលខ្ញុំមែនទេខ្ញុំយកទាំងអស់ Tommy ម៉ាក់បានជួបមនុស្សល្ងងម្នាក់ដែលទិញប៉េងប៉ោងទាំងអស់ក្នុងតម្លៃថ្លៃណាស់អាហាររបស់ឯងមកដល់ហើយតើនោះមិនមែនជាកញ្ញា Gray ទេតើនាងកំពុងធ្វើការប៉ុន្មានកន្លែងទៅឥឡូវនេះទៅសួរសុខទុក្ខកូនប្រុសរបស់នាងនៅមន្ទីរពេទ្យទៅបាទលោកលេងយើងកំពុងរងចាំលោកហេតុអ្វីបានជាយូរម្ល៉េះតោះមកនេះអញប្រហែលជាត្រូវការព័ត៌មានជំនួយពីខ្ញុំហើយពិតណាស់ខ្ញុំត្រូវការព័ត៌មានជំនួយពីឯងតើឯងអាចនាំអូលីវីត្រឡប់មកតុលាការវិញបានទេគ្រួសារយើងជាមិត្តចាស់នឹងគ្នាឯងនិងប្អូនស្រីដែលបាត់ខ្លួនយូររបស់ខ្ញុំថែមទាំងបានភ្ជាប់ពាក្យទៀតផងឯងដូចជាប្អូនថ្លៃរបស់ខ្ញុំអញ្ចឹងជួយផ្ដល់ឱកាសឲ្យអូលីវីផងដើម្បីយកយល់ដល់ខ្ញុំឯងជាអ្នកនិយាយខ្លួនឯងទេតើគូដណ្ដឹងរបស់ខ្ញុំគឺប្អូនស្រីដែលបាត់ខ្លួនយូររបស់ឯងមិនមែនអូលីវី Smith ទេមិនអីទេខ្ញុំដឹងថាឯងនឹងមិនយល់ព្រមទេប្រយ័ត្នប្អូនស្រីធម៌របស់ឯងផងនាងមានបំណងមិនល្អទេហេតុអ្វីនាងនៅទីនេះខ្ញុំមិនភ្ញាក់ផ្អើលទេមនុស្សដូចជានាងស័ក្តិសមនឹងធ្វើការនៅកន្លែងបែបនេះហើយបើនាងឆ្លាតនាងគួរតែឈប់ទៅក្រុមហ៊ុន Lencorp នឹងបណ្ដេញនាងចេញប្រសិនបើពួកគេដឹងបើខ្ញុំមិនច្រឡំទេមនុស្សដែលត្រូវបានគេបណ្ដេញចេញគឺជានាងតានាងមិនអាចលបួង Lucas បានទេគ្រាន់តែដោយសារតែខ្ញុំលែងនៅក្នុងក្រុមហ៊ុន Lencorp គ្រួសារអ្នកមានចូលចិត្តឋានៈសង្គមរបស់ពួកគេឲ្យសមគ្នានាងជាមនុស្សទាបទើបណាស់នាងពិតជាមិនស័ក្តិសមនឹងគាត់ឡើយធ្វើដូចជានាងស័ក្តិសមនឹងគាត់ណាស់អញ្ចឹងលោកលេងក៏មិនចូលចិត្តនាងដែរ Sophia Gray ខ្ញុំព្រមាននាងនៅឲ្យឆ្ងាយពី Lucas ទៅយើងចិត្តរៀបការជាមួយគ្នាឆាប់នេះហើយខ្ញុំមិនលើកលែងឲ្យនាងទេប្រសិនបើនាងហ៊ានលបួង Lucas របស់ខ្ញុំ Lucas របស់នាងតាំងពីពេលណាដែលលោកលេងខ្លាចជារបស់នាងទៅចាំមើលទៅនាងនឹងត្រូវស្ដាយក្រោយមិនខាន
ខ្ញុំមានការប្រជុំខ្ញុំទៅហើយឯងនៅតែការិយាល័យរហូតតើឯងនឹងរកប្រពន្ធដើម្បីបន្តពូជពង្សគ្រួសារដោយរបៀបណា Lucas Lucas ចេញទៅ Lucas ខ្ញុំនឹងជូនឯងទៅបន្ទប់ដើម្បីសម្រាកលោកលេនពិតជាមានចំណងចំណូលចិត្តអាក្រក់មែននាងបានដាក់ថ្នាំខ្ញុំ Lucas ឯងតែងតែចង់បានកូនខ្ញុំអាចផ្ដល់កូនឲ្យឯងបានចេញទៅ Olivia Smith ខ្ញុំនឹងបញ្ចប់ជីវិតនាងប្រសិនបើនាងហ៊ានប៉ះពាល់ខ្ញុំតែមួយម្រាមដៃលោកលេនមិនត្រូវការនាងទៀតទេលោកលេន Sophia Gray លោកលេនកុំធ្វើអ្វីដោយមិនប្រុងប្រយ័ត្នអី Sophia ជូនខ្ញុំទៅមន្ទីរពេទ្យទៅប្រសិនបើនាងស្ម័គ្រចិត្តធ្វើវា លោកលេនសូមជួយសង្គ្រោះ Tommy ផងខ្ញុំនឹងធ្វើវាហួសពេលទៅមន្ទីរពេទ្យហើយគាត់បានជួយសង្គ្រោះ Tommy ចាត់ទុកថានេះជាការសងគុណរបស់ខ្ញុំចុះតើយើងគួរចាត់វិធានការការពារសុវត្ថិភាពទេកុំបារម្ភអីខ្ញុំជាអ្នកស្នងមរឹកតែម្នាក់គត់ក្នុងគ្រួសារខ្ញុំនាងនឹងមិនមានផ្ទៃពោះទេកុំបារម្ភអីខ្ញុំនឹងទទួលខុសត្រូវចំពោះនាងអូខ្ញុំមិនត្រូវការឲ្យឯងធ្វើបែបនោះទេចុះតើនាងចង់បានអ្វីទៅវិញខ្ញុំអាចបំពេញតាមសំណើរបស់នាងទាំងអស់បានឯងអាចបង់ប្រាក់បាន67,502ខ្ញុំត្រូវការលុយខ្ញុំត្រូវការ67,502នោះជាចំនួនជាក់លាក់ណាស់នេះ100,000ខ្ញុំអាចបង់ថ្លៃការស្ដារនីតិសម្បទារបស់ Tommy បានហើយលោកលេនអរគុណលោកពិតជាសប្បុរសណាស់លោកលេនតើលោកនិងកញ្ញា Gray នាងចង់បានតែលុយប៉ុណ្ណោះតើនាងបារម្ភពីលុយជាងខ្ញុំទៅទៀតមែនទេនិយាយអញ្ចឹងតើកូនប្រុសរបស់នាងយ៉ាងម៉េចហើយខ្ញុំបានទៅមន្ទីរពេទ្យហើយកូនប្រុសរបស់នាងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយលោកលេនលោកកំពុងជាក្បាលមែនទេខ្ញុំស្ងាត់ហើយខ្ញុំកំពុងប្រាស្រ័យតាក់ទងជាមួយចៅប្រុសរបស់យើងអូតើនេះនឹងដំណើរការទេគេជាផ្នែកមួយនៃគ្រួសារលេនវាមានទំនាក់ទំនងរវាងពួកយើងតើនេះជាអ្វីកុំប៉ះវានេះជាចៅប្រុសរបស់ខ្ញុំតើជាអ្វីល្អណាស់ខ្ញុំចង់ប្រាប់ឯងថាចៅប្រុសរបស់ខ្ញុំគឺសង្ហាខ្លាំងណាស់បើនិយាយតាមសម័យទំនើបគេពិតជាលយណាស់ខ្ញុំនិយាយបែបនេះចុះឯងអាចនិយាយបានថាចៅប្រុសរបស់ខ្ញុំទទួលបានរាល់លក្ខណៈសម្បត្តិល្អបំផុតរបស់ខ្ញុំមិនជឿខ្ញុំមែនទេមើលចុះតើប៉ាជាអ្នកគូរូបនេះមែនទេតើនោះជាមនុស្សមែនទេនោះជាមនុស្សភពកាយតើឯងទេជាមនុស្សភពកាយឯងមិនដឹងអ្វីទាំងអស់ឲ្យតែខ្ញុំយល់គឺគ្រប់គ្រាន់ហើយលោក Hugh Thomas Gray ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយម៉ាក់របស់គេផ្ញើការសួរសុខទុក្ខមកលោកបាត់យល់ហើយអីគេ Thomas Gray